ជំរាបសួរពុកម៉ែបងប្អូនមកកាន់ Channel ស្រីណេនិទានរាត្រីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានរឿងពិតមួយដែលចែករំលែកពីប្អូនស្រីម្នាក់សុំមិនបញ្ចេញឈ្មោះបទពិសោធន៍ក៏ទៅលេងរំក្នុងក្លឹបមួយកន្លែងតើបងប្អូនរីករាយសណ្ដាប់យប់មួយទៅលេងក្លឹបទៅដល់ក្លឹបភ្លេងអាំងខ្លាំងសឹងតែស្ដាប់គ្នាពុំបានមិននាងថាមិនបាច់និយាយអីទេមើលតែគេទៅដល់តុគេក៏លើកភេសជ្ជៈមកឲ្យមិត្តភក្តិប្រុសម្នាក់ក៏ចាក់កូកាក្នុងកែវហើយហុចមកឲ្យនាងពេលនោះថាវរីឆ្លាតគ្រាន់បើនាងបានតែកាន់តែមិនបានផឹកនោះទេព្រោះនាងធ្លាប់ដឹងថាក្នុងក្លឹបភាគច្រើនគេដាក់ថ្នាំនៅក្នុងកែវពេលនោះនាងដាក់កែវចុះហើយងាកទៅយកទឹកសុទ្ធដែលមិនតាន់បករុំកញ្ចក់ដបថ្មីមកផឹកវិញរួចក៏អង្គុយមើលគេរាំនាងមើលមិត្តភក្តិនាងរាំដោយមនុស្សឈួតក្រវឹកក្បាលសឹងរបូតពីក្បាលមិនបានប៉ុន្មានថ្នាំដែលគេដាក់ក្នុងទឹកសុទ្ធក៏ចាប់ផ្ដើមជ្រាបថាវរីចាប់ផ្ដើមថែធ្វើស្រាលខ្លួនហោះភ្នែកចាប់ញ័រទុនដៃទុនជើងសាច់រឿងបន្ទាប់ជាសាស្ដីថាវរីនិយាយប្រថាមនៅក្នុងក្លឹបដែលមានភ្លៀងខ្លាំងនាងខ្ញុំអង្គុយលើកៅអីឡើងនឹងតែខំយកដៃទប់ច្រត់តុតែយ៉ាងណាក៏នៅតែមិនអាចទ្រាំបានពេលនោះខ្ញុំអស់កម្លាំងខ្លាំងណាស់ស្រាវដៃស្រាវជើងមួយស្របក់មិនដឹងម៉ោងប៉ុន្មានពួកគេក៏នាំគ្នាគ្រាខ្ញុំចេញព្រមម្នាក់នោះមកចាប់គ្រាខ្ញុំខឹងណាស់តែខ្លួនគ្មានកម្លាំងនឹងតបសោះឲ្យគេអបគ្រាឡើងម៉ូតូពេលនោះប្រុសម្នាក់ជាអ្នកបើកហើយមានម្នាក់ទៀតអង្គុយទប់ខ្ញុំពីក្រោយខ្ញុំទុនកសំបីចង់និយាយក៏និយាយមិនចេញដែរពួកគេទាំងពីរនាក់ក៏នាំទៅផ្ទះសំណាក់ខ្ញុំមើលឃើញទាំងអស់ខ្ញុំចាំទាំងអស់តែមិនអាចធ្វើអីបានយំពួកគេធ្វើបាបខ្ញុំទៅដល់ក្នុងបន្ទប់គេដោះខោអាបខ្ញុំហើយយកកាមេរ៉ាទូរស័ព្ទថតរូបខ្ញុំទៀតម្នាក់ចាប់ថើបនាងខ្ញុំតាំងពីចុងជើងអូររហូតដល់គល់ភ្លៃហើយយកដៃមកអង្អែលលើប្រដាប់ខ្ញុំដែលជាកន្លែងដែលមិនដែលមានអ្នកណាប៉ះគេយកម្រាមដៃមកវាស្រាវពីខាងក្រៅពេលនោះខ្ញុំប្រឹងរឿណាស់តែកម្លាំងមិនដឹងបាត់ទៅណាអស់ទេបែរជាគេងអូគេឆ្លីតាមចិត្តមិនត្រឹមតែប៉ះតែដៃមិនសុខចិត្តទេគេយកអណ្ដាតមកលិតហើយរុកចូលទៀតធ្វើឲ្យនាងខ្ញុំហូរទឹកចេញមកទាំងមិនដឹងខ្លួនឬឯម្នាក់ទៀតមកចាប់ប្រលេលេងដោះអាវក្នុងខ្ញុំចិនឲ្យលេចដាំទ្រូងដែលខ្ញុំខំថែរក្សារាល់ថ្ងៃថាទុកឲ្យប្តីអនាគតតែពេលនេះបែរជាមនុស្សម្នាក់ដែលខ្ញុំទៅនឹងស្គាល់មួយថ្ងៃមកញក់ញីប្រឡែងលេងទៅវិញគេច្របាត់គេលុញគេលិតគ្មានសល់ទេក្បាលសដិនដែលធ្លាប់តែតូចឥឡូវវាឡើងមករឹងកំប្រឹកឲ្យគេលេបភ្លឹបតាមតែចិត្តភ្លេចខ្លួនអាឡ័យតែមើលគេធ្វើខាងលើស្រាប់តែខាងក្រោមមិនដឹងជាមានអីរៀងឈឺពុទ្ធោគេយកដៃរុកចូលក្នុងប្រដាប់ខ្ញុំដឹងទេពេលនោះខ្ញុំឈឺខ្លាំងណាស់ទឹកភ្នែកចាប់ផ្ដើមហូរចេញមកនាងខ្ញុំមិនអាចធ្វើអីបានមានតែបិទភ្នែកយំក្នុងចិត្តឲ្យមនុស្សប្រុសដល់ទៅ2នាក់រុករយតាមតែអំពើចិត្តគេរុកគេឆ្កឹះខ្ញុំអើយខ្ញុំមិនได้ក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះនឹកឃើញដល់សម្ដីម៉ែពុកដែលគាត់តែងតែទូនមានកុំឲ្យដើរផ្លូវខុសតែពេលនេះឲ្យកូនធ្វើយ៉ាងម៉េចបើគ្មានកម្លាំងតបតនឹងគេផងនោះម៉ែអើយពុកអើយឲ្យកូនសុំទោសគិតដល់ត្រឹមនេះជ្រុតអូយគេផ្ដាំវាលុកហើយខ្ញុំឈឺណាស់ព្រះអើយជួយងាកទៅមើលឃើញមានឈាមហូរចេញមកឡើងក្រហមឆ្អៅប្រឡាក់ប្រដាប់
គេដែលខំប្រឹងសោកបញ្ចូលលាស់ផ្លាច់គេគ្មានសំជ័យនឹងគិតដល់ខ្ញុំដែលកំពុងតែឈឺស្ទើរស្លាប់នោះទេគេព្យាយាមសម្រុកតាមតែក្បាលចិត្តចំណែកម្នាក់ទៀតគេយករបស់គេមកត្រដុសលើសាដនខ្ញុំដោយយកដៃគៀបវាអោបទៅនឹងរបស់គេហើយយល់ចុះឡាងគេបែកហៀចេញទឹកមកប្រឡាក់លើទ្រូងខ្ញុំខ្ពើមណាស់តែកម្លាំងគ្មានសោះសូបីតែចង់ជូតចេញក៏មិនអាចធ្វើបានដែរការចុះនរកគ្រានោះជាង1 ម៉ោងទើបចប់ខ្ញុំកាន់តែអស់កម្លាំងខ្លាំងទៅហើយក៏សន្លប់បាត់ពេលភ្ញាក់ដឹងខ្លួនឡើងវិញគឺខ្ញុំនៅម្នាក់ឯងដែលខ្លួនអាក្រាតមានស្នាមឈាមនៅលើកម្រាលពូកខ្ញុំងើបឡើងអង្គុយយំទាំងអស់សង្ឃឹមម៉ោងប្រមាណជាង10 ព្រឹកទើបខ្ញុំអាចងើបឡើងងូតទឹកស្លៀកពាក់បានសំណាងណាស់ដែលម៉ូតូខ្ញុំពួកគេមិនបានយកទៅខ្ញុំស្ពាយកាបូបរៀនហើយជិះម៉ូតូចេញពីផ្ទះសំណាក់ទៅផ្ទះវិញហើយរឿងទាំងនោះខ្ញុំមិនបាននិយាយទៅអ្នកណាទេហើយមិត្តភ័ក្តិទាំងនោះខ្ញុំក៏លែងរាប់អានទៀតដែរបងប្អូនតែបានអានរឿងនេះហើយបើជានារីគៀបគួរតែភ្ញាក់ខ្លួនជាមួយនឹងការភ្លឺតភ្លើនត្រូវបែងចែកឲ្យច្បាស់ថាមិត្តណាអាចគួររាប់ឬមិនគួររាប់យើងគិតថាយើងអាចការពារខ្លួនបានច្បាស់លាស់ខ្លួនឯងតែពេលដែលយើងមិនមានកម្លាំងនឹងអាចការពារដោយសាច់រឿងខាងលើតើនឹងមានអីកើតឡើងចំណែកបងប្អូនប្រុសវិញគួរឲ្យតម្លៃដល់នារីភេទផងត្រូវគិតថាប្អូនគេប្អូនយើងបងគេបងយើងមិនមែនប្រពន្ធគេប្រពន្ធយើងដូចក្នុងរឿងនេះទេកុំរៀនធ្វើចរិតថោកបើគេមិនអោយកុំថោកទៀតបើមិនចែកក្បួនទេសួរ admin ទៅគាត់មិនកំណាញ់នឹងប្រាប់ទេចប់ហើយចាសូមជួយ subscribe channel ម្នាក់មួយផងចាសូមអរគុណ